គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសូមបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាពីករណីនៃការរំកើឆ្អឹងកងចង្កេះនិងការព្យាបាលដែលត្រឹមត្រូវពុកម៉ែបងប្អូនក្នុងករណីនេះជាការរំកើឆ្អឹងកងចង្កេះ L4 L5 រោគសញ្ញានៃការរំកើឆ្អឹងកងចង្កេះវាដូចជាការលាតឌីសគៀបសរសៃដូចគ្នាពុកម៉ែបងប្អូនព្រោះរំកើឆ្អឹងកងចង្កេះនិងលាតឌីសវាគៀបសរសៃដូចគ្នាអញ្ចឹងការឈឺចុកចាប់ដូចគ្នាប៉ុន្តែការព្យាបាលវាពីរដោយឡែកក្នុងករណីនៃការរំកើឆ្អឹងកងចង្កេះគឺតម្រូវឲ្យមានការចាប់ដៃហើយនឹងកោររត់ញាប់ដើម្បីកុំឲ្យឆ្អឹងហ្នឹងវាស្រន់ចូលគ្នាហើយខ្ញុំនឹងមានវីដេអូនៅខាងចុងបញ្ចប់នេះសូមពុកម៉ែបងប្អូនស្វែងយល់ទាំងអស់គ្នាបាទអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំនិយាយពីការរំកើនៃឆ្អឹងកងចង្កេះហើយសំណួរសួរថាហេតុអ្វីបានយើងតម្រូវឲ្យកលទ្រនាប់ហើយចាប់ដែកអញ្ចឹងពុកម៉ែបងប្អូនឆ្អឹងខ្នងយើងអញ្ចឹងហើយអានេះវាកន្លែងឌីសអានេះជាសរសៃដែលវាលៀនហើយសរសៃវាចេញមកជាធម្មជាតិជាអញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងកាលណាការរំកើឆ្អឹងកងចង្កេះវាបណ្ដាលភាគច្រើនមកពីបាក់អានេះពុកម៉ែបងប្អូនបាក់អាតកាអញ្ចឹងបាក់ទៅវាអង្កលពុកម៉ែបងប្អូនមកវាអង្កលមកមុខអញ្ចឹងវាមកអង្កលមកអញ្ចឹងវាត្រូវគៀបសរសៃហ្នឹងហើយអញ្ចឹងក្នុងករណីខ្លះបងអង្កលពេលខ្លះគៀបសរសៃខាងឆ្វេងធ្វើឲ្យពុកម៉ែបងប្អូនឈឺចាក់ពីចង្កេះមកជើងខាងឆ្វេងហើយបើសិនវាគៀបសរសៃខាងស្ដាំវាធ្វើឲ្យពុកម៉ែបងប្អូនឈឺចាក់ពីចង្កេះមកជើងខាងស្ដាំអញ្ចឹងហើយរោគសញ្ញាវាដូចការលានឌីសអញ្ចឹងដូចគ្នាពុកម៉ែបងប្អូនណាអញ្ចឹងការវិធីសាស្ត្រនៃការព្យាបាលគឺខុសគ្នាស្រឡះពីការលានឌីសអញ្ចឹងក្នុងករណីដែលកើឆ្អឹងហ្នឹងវាមកវាកើអញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងយើងតម្រូវឲ្យកលទ្រនាប់ហើយនឹងចាប់ដៃអញ្ចឹងកលទ្រនាប់យ៉ាងម៉េចអញ្ចឹងកាលណាវាអង្កលពុកម៉ែបងប្អូនអាឌីសហ្នឹងវាក៏จะខូចហើយអញ្ចឹងយើងតម្រូវឲ្យយកឌីសហ្នឹងចាញ់អញ្ចឹងពុកម៉ែបងប្អូនយើងរឹងចាញ់ហើយយើងទាញវាមកត្រង់វិញឥឡូវខ្ញុំយកឌីសហ្នឹងចាញ់អញ្ចឹងជាបច្ចេកទេសគឺយើងត្រូវទាញឆ្អឹងមកវិញយើងចាប់ដៃយើងចាប់ដៃលើ2គ្រាប់ក្រោម2គ្រាប់ដើម្បីទប់ឲ្យវាជាប់ប៉ុន្តែអ្វីដែលយើងត្រូវធ្វើចាំបាច់ទៀតយើងត្រូវកលទ្រនាប់សបានិមិត្តណាពុកម៉ែបងប្អូនយើងត្រូវដាក់ទ្រនាប់ហ្នឹងសបានិមិត្តហ្នឹងគឺនៅនេះគឺត្រូវដាក់នៅចន្លោះនេះអញ្ចឹងយើងកលទ្រនាប់ទៅវានឹងហើបមកអញ្ចឹងហើយពុកម៉ែបងប្អូនហើបអញ្ចឹងនេះបានវាអត់គៀបសរសៃតែកាលណាយើងគ្រាន់តែទាញតម្រង់វាមកយើងអត់កលទ្រនាប់អញ្ចឹងអាប្រហោងហ្នឹងវាទូអញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងវានៅតែគៀបនៅតែឈឺអញ្ចឹងបានយើងកលទ្រនាប់សបានិមិត្តមកបានវាហើបអញ្ចឹងហើបទៅវាលែងគៀបសង្កត់គឺវាលែងឈឺហើយពុកម៉ែបងប្អូនហើយមួយទៀតទ្រនាប់ហ្នឹងវាមានតួនាទីសម្រាប់ធ្វើឲ្យឆ្អឹងពីរហ្នឹងជាប់គ្នាក្នុងទ្រនាប់ហ្នឹងយើងដាក់ឆ្អឹងចូលដើម្បីគោលបំណងឲ្យឆ្អឹងហ្នឹងពីរហ្នឹងស៊ីចូលគ្នាជាប់ចូលគ្នាដោះជាប់គ្នាបងប្អូនហើយយើងមានចាប់ដៃទៀតអញ្ចឹងបើសិនជាយើងអត់កលទ្រនាប់ហ្នឹងទេអត់កលទ្រនាប់យើងគ្រាន់តែចាប់ដៃអញ្ចឹងអាប្រហោងចេញសរសៃហ្នឹងវានៅតែត្បៀតដដែលនៅតែគៀបនៅឈឺដែរហើយយើងចាប់ដៃទៅតន្តិចទៀតនឹងនេះហើយពុកម៉ែបងប្អូននឹងប្រកាសជានឹងអង្គើហ្នឹងហើយនឹងអង្គើនឹងរបូតវិសហើយអញ្ចឹងដើម្បីឲ្យដែកនឹងវិសនឹងនៅជាប់បានដើម្បីឲ្យឆ្អឹងខ្នងនឹងស៊ីគ្នាបានគឺតែដាក់ទ្រនាប់គោលបំណងដើម្បីឲ្យឆ្អឹងពីរនេះស៊ីចូលគ្នាហើយតែឆ្អឹងនឹងពីរស៊ីចូលគ្នាដែកវាប្រកាសជាជាប់នៅនឹងល្អហើយអញ្ចឹងជាបច្ចេកទេសដែលត្រឹមត្រូវក្នុងករណីនៃការរំកើឆ្អឹងកងចង្កេះយើងតម្រូវឲ្យមានការកលទ្រនាប់ឌីសបនិមិត្តហើយយើងចាប់ដៃ4គ្រាប់បាទអរគុណពុកម៉ែបងប្អូន